ឧទាហរណ៍ថាបើសិនជាគាត់ជាអ្នកបើកឡានឬមួយគាត់ជាអ្នករោងចក្រអញ្ចឹងគាត់ចេះមូលដ្ឋានគ្រឹះហើយគឺយើងបរៀនពាក្យទាំងឡាយណាដែលតាក់ទងជាមួយបរិបទការងាររបស់គាត់ជំរាបសួរលោកសឺខ្ញុំមានកូនសិស្សម្នាក់គាត់ឆ្ងល់ថាធ្វើម៉េចដើម្បីយើងរៀនភាសាចិនឆាប់ចេះនិយាយតែគាត់អត់ដែររៀនភាសាចិនពីមុនមកទេតែយើងមានវិធីសាស្ត្រណាក្នុងការបរៀនដើម្បីគាត់ឆាប់ចេះនិយាយតាក់ទងនឹងបញ្ហាហ្នឹងគឺដាច់ខាតត្រូវតែជំរុញឲ្យគាត់រៀនមូលដ្ឋានគ្រឹះសិនព្រោះលោកស៊ូធ្លាប់ជួបសិស្សច្រើនដែរពេលដែលគាត់ធ្វើការជាតកងឡានទៅធ្វើការជាអ្នករោងចក្រអីចឹងទៅអញ្ចឹងគាត់ចង់រៀនចឹងឆាប់ចេះនិយាយទៅប្រើមកលក្ខណៈបែបបខំឆាប់ចេះពេកអញ្ចឹងយើងបខំឆាប់ចេះពេកគឺអត់បានវែងឆ្ងាយទេអញ្ចឹងបើសិនជាគាត់ចង់ឆាប់ចេះនិយាយវិធីសាស្ត្រគឺមានតែមួយគត់គឺគាត់ត្រូវផ្ដោតលើមូលដ្ឋានគ្រឹះឲ្យច្បាស់សិនដោយសារភាសាចិនគឺវាមិនប្រកបដូចខ្មែរយើងទេគឺអក្សរមួយគឺជាគំនូសអញ្ចឹងពេលដែលយើងច្បាស់មូលដ្ឋានគ្រឹះគឺយើងដឹងអំពីការអានពាក្យនេះវាច្បាស់ថាពាក្យនេះគឺសលេងទីម៉ានអានថាម៉េចអញ្ចឹងគាត់គ្រាន់តែច្បាស់មូលដ្ឋានគ្រឹះហើយគឺយើងផ្ដោតទៅលើពាក្យដែលត្រូវទៅបរិបទរបស់គាត់ឧទាហរណ៍ថាបើសិនជាគាត់ជាអ្នកបើកឡានឬមួយគាត់ជាអ្នករោងចក្រអញ្ចឹងគាត់ចេះមូលដ្ឋានគ្រឹះហើយគឺយើងបរៀនពាក្យទាំងឡាយណាដែលតាក់ទងជាមួយបរិបទការងាររបស់គាត់ហើយមួយទៀតដែលធ្វើឲ្យគាត់កាន់តែល្អក្នុងការនិយាយពេលដែលគាត់ចេះពាក្យនឹងហើយគឺមិនគ្រប់គ្រាន់ទេគាត់ត្រូវតែយល់អំពីវេយ្យាករណ៍ព្រោះថាវេយ្យាករណ៍គឺជាក្បួនខ្នាតដែលយើងត្រូវរៀបពាក្យនឹងឲ្យបានត្រឹមត្រូវអញ្ចឹងដូចខ្មែរយើងនិយាយថាខ្ញុំទៅភ្នំពេញទិញអំពៅយើងមិនអាចនិយាយថាខ្ញុំអំពៅភ្នំពេញទៅអញ្ចឹងត្រូវដាក់ពាក្យនឹងនៅកន្លែងណាអញ្ចឹងគាត់ត្រូវយល់អំពីវេយ្យាករណ៍នោះទៀតបានអាចទៅរួចអញ្ចឹងការរៀនបែបហ្នឹងយើងគួរតែរៀនអនឡាញល្អឬក៏រៀនមករៀនផ្ទាល់ល្អជាងបើនិយាយទៅគឺល្អមួយយ៉ាងម្នាក់ប៉ុន្តែនៅតែពឹងផ្អែកទៅលើការព្យាយាមរបស់សិស្សបើសិនជាគាត់នៅសាលាផ្ទាល់គាត់នៅកំពង់សោមស្រាប់គាត់អាចមករៀននៅសាលាផ្ទាល់អញ្ចឹងយើងដិតដល់ជាងយើងឃើញគាត់យើងមើលគាត់អ្វីដែលគាត់ធ្វើមិនធ្វើលំហាត់យើងបានប្រាប់គាត់ត្រង់ផ្ទាល់តែម្ដងអញ្ចឹងគាត់អាចមានឱកាសច្រើនអនុវត្តជាមួយសិស្សរួមថ្នាក់ហើយផ្ទាល់មួយគ្រូតែម្ដងអញ្ចឹងល្អគឺមកផ្ទាល់គឺល្អតែបើសិនជាគាត់ជាលក្ខណៈថាមិនទៅមានពេលច្រើនឬមួយក៏គាត់មិននៅកំពង់សោមទេយើងមានថ្នាក់អនឡាញមួយទៀតគឺគាត់ចូលថ្នាក់អនឡាញហើយគុណប្រយោជន៍នៃថ្នាក់អនឡាញគឺគាត់រៀន live ផ្ទាល់តាម Zoom ហើយគាត់មានវីដេអូដែលយើងរៀនចប់ផ្ញើទៅឲ្យគាត់អញ្ចឹងគាត់អាចមើលវីដេអូឡើងវិញបានឆ្ងល់តាណាគាត់អាចបន្ថែមការសួរបានទៀតអញ្ចឹងពេលដែលគាត់ទៅនេះគាត់អាចមើលវីដេអូហើយគាត់អាចមើលច្រើនដងខាចូលខាឡើងច្រើនដងហ្នឹងទៅអញ្ចឹងវាចម្រើនទៅលើការសិក្សារបស់គាត់ខ្លាំងបាទចុះបើសិនជាពួកគាត់ចង់មករៀននៅសាលាផ្ទាល់ទីតាំងសាលានៅណាវិញដែរលោកស៊ឺទីតាំងសាលាយើងគឺនៅ O3 ក្រុងកំពង់សោមហើយយើងក៏មានថ្នាក់អនឡាញដែរហើយថ្នាក់អនឡាញថ្មីដែលយើងនឹងបើកសម្រាប់អ្នកដែលគាត់មិនទាន់ចេះសោះគឺគាត់នឹងអាចចូលរៀនបាននៅថ្ងៃទី3ខែ2អញ្ចឹងគឺយើងបើកពីអ្នកអត់ចេះសោះទៅហ្មងហើយយើងសិក្សាមានគុណភាពល្អគឺគាត់រៀនអត់ដល់3ខែគាត់និយាយបានដែរបាទអញ្ចឹងបងប្អូនដែលចង់ចាប់អារម្មណ៍សិក្សាថ្នាក់អនឡាញគឺអាចទៅមកសាលាផ្ទាល់អនឡាញក៏បានថ្នាក់ផ្ទាល់ក៏បានថ្នាក់ផ្ទាល់យើងមានបើកច្រើនថ្នាក់ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង9យប់បាទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយថ្នាក់អនឡាញគឺយើងសិក្សាមានច្រើនម៉ោងមានថ្នាក់សប្តាហ៍អាទិត្យនិងមានថ្នាក់ថ្ងៃអង្គារសុក្រសិក្សាតាមZoomផ្ទាល់អរគុណលោកស៊ឺដែលបានផ្តល់ព័ត៌មានបាទអរគុណច្រើនសាលាភាសាអន្តរជាតិជឿនហោក្រុងកំពង់សោមមានបង្រៀនភាសាចិនភាសាអង់គ្លេសថ្នាក់កុំព្យូទ័រនិងថ្នាក់តន្ត្រីប្រកបដោយគុណភាពល្អនិងទំនុកចិត្តព័ត៌មានលម្អិតនិងចុះឈ្មោះសិក្សាតាម Telegram ខាងក្រោមឬតាក់ទងតាម Page